ចាតាមពិតទៅយើងតន់បងជើញចូលរួមច្រើននៅក្នុងថ្ងៃនេះយើងនិយាយតែម្ដងឲ្យបានទាំងអស់គ្នាតែម្ដងតាមពិតទៅនេះខ្ញុំធ្លាប់គិតថានេះខ្ញុំអាចនឹងត្រឡប់មកវិញនៅក្នុងឱកាសណាមួយនៅពេលដែលនេះខ្ញុំគិតថានេះខ្ញុំមានគ្រប់លក្ខខណ្ឌនៅតាមលក្ខខណ្ឌនៃកម្មវិធីចង់បានប៉ុន្តែគិតត្រឡប់មកវិញនៅពេលនេះក៏សម្រេចចិត្តខ្លួនឯងច្បាស់លាស់តែម្ដងថានឹងមិនបន្តនៅលើផ្លូវផ្នែកខាងបបរកញ្ញាបន្តទៀតទេយើងទុកឱកាសនេះជូនទៅកាន់បងប្អូនចំនួនក្រោយដែលគាត់មានសមត្ថភាពមានរូបសម្រស់មានចំណេះដឹងហើយសូមត្រឹមតែជាអ្នកមានបទពិសោធន៍ធ្លាប់ចូលរួមប្រកួតហើយយើងចែករំលែកបទពិសោធន៍របស់យើងទៅកាន់គាត់ចា៎ជំរាបសួរចាបងទាំងអស់គ្នាចាសុខសប្បាយធម្មតាប៉ុន្តែគាត់ថាបរិយាពេលនេះរៀងផ្ដាសាយបន្តិចដោយសារយើងដឹងហើយនៅក្នុងខែនេះរៀងធ្លាក់ខ្យល់អញ្ចឹងណាបងប្អូនទាំងអស់គ្នាអញ្ចឹងសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នានឹងថែរក្សាសុខភាពទាំងអស់គ្នាចាអរគុណសម្រាប់ការងារផ្ទាល់ខ្លួនមមាញឹកគួរសមប៉ុន្តែដូចបងប្អូនបានដឹងហើយថានៅពេលបច្ចុប្បន្ននេះខ្ញុំមានក្លឹបសិល្បៈដូច្នេះហើយមានការមមាញឹកជាមួយនឹងកិច្ចការងារសិស្សច្រើនជាងការងារផ្ទាល់ខ្លួនទៅទៀតចាបច្ចុប្បន្ននេះចាដោយសាររវល់ច្រើនអញ្ចឹងនៅតែហ្វេននៅតែទិញរឿងចាំនៅការវិធីពីអ្នកឯងចាតាមពិតទៅយើងតន់បងជើញចូលរួមច្រើននៅក្នុងថ្ងៃនេះយើងនិយាយតែម្ដងឲ្យបានទាំងអស់គ្នាតែម្ដងតាមពិតទៅនេះខ្ញុំធ្លាប់គិតថានេះខ្ញុំអាចនឹងត្រឡប់មកវិញនៅក្នុងឱកាសណាមួយនៅពេលដែលនេះខ្ញុំគិតថានេះខ្ញុំមានគ្រប់លក្ខខណ្ឌនៅតាមលក្ខខណ្ឌនៃកម្មវិធីចង់បានប៉ុន្តែគិតត្រឡប់មកវិញនៅពេលនេះក៏សម្រេចចិត្តខ្លួនឯងច្បាស់លាស់តែម្ដងថានឹងមិនបន្តនៅលើផ្លូវផ្នែកខាងបបរកញ្ញាបន្តទៀតទេយើងទុកឱកាសនេះជូនទៅកាន់បងប្អូនចំនួនក្រោយដែលគាត់មានសមត្ថភាពមានរូបសម្រស់មានចំណេះដឹងហើយសូមត្រឹមតែជាអ្នកមានបទពិសោធន៍ធ្លាប់ចូលរួមប្រកួតហើយយើងចែករំលែកបទពិសោធន៍របស់យើងទៅកាន់គាត់ចា៎ចូលមានកម្មវិធីគាត់ប្រគល់តំណែងគុំគាត់ក៏លេឲ្យទៅចានិយាយទៅសូមប្រកាសថាដកខ្លួនចេញតែម្ដងចាតែបើមានវត្តមានគឺជាវត្តមានជាពិធីការនីចាអត់មានគិតទឹកចិត្តរបស់ fan នេះព្រោះឯពេលខ្លះទៅប៉ះពាល់អារម្មណ៍ fan ដែរដោយសារតែព្រោះឲ្យគេស្រឡាញ់ហើយតែមកប្រកាសគិតចាពេលខ្លះគិតពីព្រោះទឹកចិត្ត fan គឺជារឿងសំខាន់បំផុតដែលយើងខ្ញុំជាសិល្បករសិល្បករនីត្រូវតែគិតពីព្រោះថាគេឈ្មោះផងយើងរបីរន្ទឺបានយើងមានប្រជាប្រិយភាពបានក៏ដោយសារការគ្រប់គ្រងពីសំណាក់ fan ដែរអញ្ចឹងពេលខ្លះក៏ត្រូវគប់ចិត្ត fan ពេលខ្លះក៏ត្រូវគប់ចិត្តខ្លួនឯងពីព្រោះថាពេលខ្លះនៅពេលដែលយើងគប់ចិត្តគេខ្លាំងពេកទៅយើងលែងមានអ្វីដូចជាខ្លួនយើងអញ្ចឹងយើងត្រូវចែករំលែកគ្នាថាពេលណាដែលត្រូវគប់ចិត្ត fan ពេលណាដែលត្រូវគប់ចិត្តខ្លួនឯងចាគិតថា fan របស់ច័ន្ទនឹងអាចយល់ចិត្តច័ន្ទនេះតាមបទពិសោធន៍ដែលនេះខ្ញុំធ្លាប់ជួបកន្លងមកដែលនេះខ្ញុំបានប្រឡូកនៅក្នុងវិថីផ្នែកខាងបបរកញ្ញានេះខ្ញុំជឿជាក់ថា fan ពិតប្រាកដ fan ដែលស្រឡាញ់គេនឹងជឿហើយគេនឹងទុកចិត្តនេះខ្ញុំថាបងសម្រាប់ចិត្តនឹងត្រូវហើយចាមានស្ដាយខ្លះស្ដាយបងធម្មតាមនុស្សតែមានសមត្ថភាពគឺយើងស្ដាយនៅអ្វីដែលយើងអាចធ្វើបានតែយើងបែរជាអត់មានឱកាសនៅក្នុងការធ្វើយើងស្ដាយចាំមិនមែនមិនស្ដាយទេស្ដាយប៉ុន្តែបើឲ្យជ្រើសរើសថាបន្តអត់នៅតែជ្រើសរើសមិនបន្តអញ្ចឹងចាឥឡូវនេះកូនច្រើនតែកូនបើសិនជាថ្ងៃក្រោយគាត់អាចនឹងការឡើងខាងវិញតានៅក្នុងថ្ងៃ1000%មិនមែនត្រឹមតែ100% 1000% នៅក្នុងការជំរុញពីព្រោះឥឡូវនេះជំរុញគាត់តាំងពីគាត់នៅប៉ុណ្្នឹងហើយអញ្ចឹងនេះខ្ញុំជឿជាក់ថានៅពេលដែលដល់វ័យគាត់ដែលគាត់ត្រូវប្រឡូកសិល្បៈនាងខ្ញុំនឹងជំរុញគាត់ពីក្រោយបន្ថែមទៀតគាត់រឹតតែជោគជ័យចា៎មានសម្លឹងឃើញគ្រាប់ពេជ្រនៅក្នុងដៃគាត់ថាម្នាក់ណាមួយដែលថាអាចស្នងនៅគ្រូបានវត្តមានសិស្សរបស់នាងខ្ញុំទាំងអស់សមាជិកទាំងអស់នាងខ្ញុំគិតថាសុទ្ធតែជាគ្រាប់ពេជ្រទាំងអស់ចាពីព្រោះពួកគាត់គឺជាទំពាំងដែលល្អមែនទែនជាទំពាំងដែលបណ្ដោះបណ្ដាលដែលអបចាដោយសិល្បៈវប្បធម៌ខ្មែរហើយគាត់មានលោកគ្រូអ្នកគ្រូដែលជាលោកគ្រូអ្នកគ្រូចេញពីសាលាមធ្យមសិក្សាវិចិត្រសិល្បៈដែលជាសាលាសិល្បៈត្រឹមត្រូវអញ្ចឹងនាងខ្ញុំជឿជាក់ថាអនាគតរបស់ពួកគាត់នឹងល្អប្រសើរចាមានទំនុកចិត្តបងគិតថាខ្លួនគិតថាអូនអាចជាចំណែកមួយក្នុងការបណ្ដុះគ្រាប់ពេជ្រសម្រាប់ចូលប្រកួតសន្តានវិស័យបបរកញ្ញាឬក៏ការដើរម៉ូដឬក៏ក្នុងការសម្ដែងភាពយន្តឯងអូនចាមិនដឹងគិតថាខ្លួនឯងអាចចូលរួមចំណែកនេះបានទេបើសិនជាមានឱកាសនៅក្នុងការចូលរួមជាចំណែកណាមួយនៅក្នុងសង្គមមិនថាផ្នែកខាងសិល្បៈមិនថាកិច្ចការងារសង្គមផ្សេងនាងខ្ញុំត្រូវតែឆ្លៀតឱកាសចូលរួមឬក៏ត្រូវតែចូលរួមដោយសារតែយើងគឺជាប្រជាពលរដ្ឋខ្មែរដែលរស់នៅលើទឹកដីខ្មែរអញ្ចឹងកិច្ចការងារសង្គមយើងត្រូវតែជួយហើយអ្វីដែលអាចជួយទៅកាន់សង្គមបានដូចជាការបណ្ដុះនៅគ្រាប់ពូជដែលល្អបណ្ដុះនៅផ្នត់គំនិតដែលប្រកបទៅដោយសុជីវធម៌និងសិលធម៌ដែលជួយជំរុញទៅឲ្យសង្គមរបស់យើងរស់នៅដោយភាពថ្លៃថ្នូរនាងខ្ញុំជឿជាក់ថានាងខ្ញុំប្រកាសជាចូលរួមនៅក្នុងការបណ្ដុះហើយរីករាយខ្លាំងមែនទែននៅក្នុងការចូលរួម
បន្តទៅការបងបងក្តីសម័យដ៏ធំហើយមានបំណងគិតថាតាមរកក្តីសម័យដែលគុណចង់រៀបការ អូរៀបការអូក្តីសម័យមួយហ្នឹងនាងខ្ញុំគិតថានៅឆ្ងាយនៅឡើយដោយសារនាពេលបច្ចុប្បន្ននេះនាងខ្ញុំចង់ឲ្យកិច្ចការងារសិល្បៈរបស់ខ្លួនឯងឲ្យវារលូនជាងនឹងតិចទៀតសិនហើយជីវភាពគ្រួសារក៏ឲ្យដំណើរការរលូននិងល្អជាងនឹងតិចទៀតគូសកលយើងចាំតិចទៀតពីព្រោះថាវ័យផាយជាខ្ទង់73នេះក៏មិនចាស់ណាស់ណាអីដែរចាមកល្មមចាអញ្ចឹងអាចប្រហែលជាខ្ទង់30ជាងចានាងខ្ញុំនឹងអាចគិតថាយើងគួរតែដល់ពេលដែលត្រូវមានគូសកលហើយដោយសារយើងគិតថាស្ត្រីនៅពេលដែលអាយុកាន់តែច្រើនក៏ពិបាកនៅក្នុងការពោពោះដែរចា30អាចសំស្ដើង35អាចនៅខ្ទង់35ចាឬក៏34 30អីហ្នឹងចាតែល្បាក់ប៉ុណ្ណឹងចាល្បាក់ប៉ុណ្ណឹង ឥឡូវជួបណា និយាយឲ្យត្រង់តែម្ដងបើនិយាយថាចេះបងប្អូនណាខ្ញុំអត់សង្សារទេបងប្អូនក៏មិនជឿដែរចារូបសម្រស់ប្រពន្ធនេះមុខងារប្រពន្ធនេះការងារប្រពន្ធនេះបើអត់មានអ្នកញ៉ាយទៅវាចម្លែកចាធម្មតាបុប្ផាតែងតែមានកន្លងមកចោមរោមអញ្ចឹងឯងប៉ុន្តែគាត់ថាបានទៅលើកន្លងវិញណាយើងអត់ទាន់ដឹងចាពិសេស មែនតើក៏គាត់ជាសន្តិ អូយវីវយនេះបើថាកូនមែនតែនមែនបងប្អូនដែលនៅតាមទីជនបទលោកគិតណាបងលោកគិតថាកូនមែនតែនបងប្អូនណាកុំច្រឡំកូនដែរតែកូនសិស្សចានេះសិតតែម្ដាយរបស់គេមកជាមួយទេចាប៉ុន្តែមុខគេថាស្តៀងមួយអ្នកគ្រូខ្លះដូចចាអ្នកដែលគិតថាដូចហ្នឹងមានខាងនេះមួយចាវិចារាមួយមានយាយាមួយភាគច្រើនទៅណាមកណាក៏គេច្រឡំថាអូយដូចកូនអ្នកគ្រូមកដូចអ្នកគ្រូម៉ែកូនអ្នកគ្រូមែនអ្នកគ្រូលាក់ទេដឹងចាអត់ទេកូនសិស្សចាប្រកាសច្បាស់ហ្មងច្បាស់តែម្ដងចាអរគុណបងមីនេះថ្ងៃនេះចាំនៅដោយសារតែមិនចាំនិយាយថា34 35ចាស់អាចរំលែកទីបានទេព្រោះបានណាទៅដែលអាចថានឹងអាចខ្លាយទៅជាកូនកំឡោះនៅក្នុងរោងការនៅថ្ងៃនេះគូអនាគតរបស់នាងខ្ញុំមិនកំណត់ភេទនិយាយចេះចានិយាយឲ្យច្បាស់ចឹងហ្មងដើម្បីកុំឲ្យបងប្អូនយល់ច្រឡំណាមិនកំណត់ភេទមិនកំណត់អាយុមិនកំណត់ឋានៈមិនកំណត់មុខងារមិនថាជាអ្នកសិល្បៈក៏ដោយជាអ្នកជំនួញក៏ដោយឬក៏ជាអ្វីក៏ដោយឲ្យតែគាត់មានទឹកចិត្តព្រោះនេះខ្ញុំគឺជាមនុស្សដែលស្រឡាញ់បំផុតនៅលើទឹកចិត្តឲ្យគាត់មានទឹកចិត្តបរិសុទ្ធគាត់ចេះគោរពចេះស្រឡាញ់ជាពិសេសសូមឲ្យមានក្រមសីលធម៌ជាពីព្រោះថានាងខ្ញុំគឺជាមនុស្សម្នាក់ដែលរៀងមឹងម៉ាត់ហើយរៀងម៉ត់ចត់បន្តិចដែរអញ្ចឹងតើជួបបរិសុទ្ធណាដែលរៀងម៉ាត់រៀងម៉ត់ចត់ដូចគ្នាទៅវាយើងសំតង់គ្នាណាមួយនាងខ្ញុំចូលចិត្តមួយយ៉ាងគឺបរិសុទ្ធដែលអត់សូវចេះនិយាយច្រើនចាអត់សូវចេះសាំញ៉ាំអត់សូវចេះនិយាយច្រើនចាអានឹងប្រហែលជានៅជាមួយគ្នាចុះចាបំរុងដាក់ CV មើលថាអ្នកចាបងណាដែលចង់ដាក់ CV តើតបងកាត់ផ្ដាច់ឈប់និយាយខ្លះចាអរគុណច្រើនអូនចាអរគុណចាបងអរគុណបងទាំងអស់គ្នាចាចាំកុំឆ្នាំថ្មីប្រហែលពីឆ្នាំថ្មីនឹងមានបំណងប្រាថ្នាអីបន្ថែមនឹងពង្រឹងសមត្ថភាពឬក៏មានអីថ្មីសម្រាប់ហ្វេនហើយការងារមួយម្ដងតែមួយមានអីខ្លះចានៅក្នុងឱកាសឆ្នាំថ្មីនេះគឺអ្វីដែលខ្លួនឯងចង់បន្ថែមទៀតហ្នឹងគឺការថតខ្សែភាពយន្តដោយសារពីការស្នើសុំច្រើនមែនទែនពីសំណាក់ fan សួរថាកាលបងថតខ្សែភាពយន្តថ្មីកាលបានមានខ្សែភាពយន្តថ្មីតាមពិតទៅមានបងផលិតករដែលតាក់ទងមកដែរប៉ុន្តែនាងខ្ញុំអត់ទទួលដោយសារអីនាងខ្ញុំចង់នៅពេលដែលចេញសាច់រឿងថ្មីទៅឲ្យបងប្អូនបានឃើញនៅរសជាតិថ្មីបានឃើញនៅថ្មីដែរនៃការសម្ដែងថ្មីរបស់នាងខ្ញុំមិនមែនជាការសម្ដែងបែបតែទឹកភ្នែកមួយមុខអញ្ចឹងណាអញ្ចឹងពេលខ្លះបងប្អូនគាត់ឲ្យឆ្អឹងរឿងមកយើងអត់សូវពេញចិត្តអញ្ចឹងក៏អត់បានទទួលថតប៉ុន្តែគិតថានៅក្នុងកំឡុងឆ្នាំថ្មីនេះបើសិនជារឿងណាដែលបងប្អូនគាត់តាក់ទងមកប្រហែលជាអាចនឹងថតហើយដោយសារតែមិនចង់ឲ្យបាត់មុខពីវិស័យភាពយន្តច្រើនហើយសម្រាប់ការងារជាមួយនឹងម៉ែរួយគឺកាន់តែមានច្រើនទៅហើយបន្ទាប់ពីនេះខ្ញុំបានក្លាយទៅជា BA ផ្នែកខាងលេខាវីលៀបមុខឥឡូវនេះខ្ញុំក៏បានក្លាយទៅជា BA នៅកាហ្វេមួយទៀតចាហើយម៉ែរួយមានផលិតផលច្រើនអញ្ចឹងសង្ឃឹមថានឹងបានក្លាយខ្លួនទៅជា BA ផលិតផលផ្សេងមួយទៀតចាអរគុណច្រើនហើយក៏សូមជូនពរបងម៉ែបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់នៅក្នុងឱកាសឆ្នាំថ្មីនេះសូមឲ្យជួបតែសេចក្តីសុខភាពល្អរកទទួលទានមានបានជាពិសេសសូមថែសុខភាពទាំងអស់គ្នាពីព្រោះថាសុខភាពគឺជាកត្តាចាំបាច់បំផុតដែលយើងត្រូវតែមានសុខភាពគឺមានអ្វីគ្រប់យ៉ាងមានលុយហើយអត់មានសុខភាពក៏ពិបាកដែរបងប្អូនជាពិសេសមួយទៀតហ្នឹងគឺសុខភមង្គលចាអរគុណចា